សួស្តីអ្នកនរគ្នាថ្ងៃនេះគ្រូមានមេរៀនថ្មីមួយគឺ preposition ដែលយើងបកប្រែថាធ្នាក់បាទថ្ងៃនេះយើងនឹងរៀន preposition ដែលភាសាខ្មែរមកធ្នាក់តើធ្នាក់មានអីខ្លះយើងនឹងជួបវាហើយនឹងសិក្សាពីវាឲ្យបានច្រើនបាទអញ្ចឹង preposition មកទៅធ្នាក់មានដូចជាក្នុងភាសាខ្មែរមានខ្លះមាននៅលើនៅខាងក្រោមនៅឯនៅទីណាបាទហើយនៅទីទៀតនៅខាងក្រៅបាទសុទ្ធតែពាក្យបញ្ជាក់ពីធ្នាក់ហើយក្នុងធ្នាក់ភាសាអង់គ្លេសក៏អញ្ចឹងដែរ preposition ក្នុងភាសាអង់គ្លេសមានអីខ្លះដែរអ្នកនរគ្នាមានដូចជា on មានដូចជា in មានដូចជា at បាទដូចជា inside outside បាទ with ជាមួយមាន for មាន of បាទនិងមានទៀត over បាទនិងមានច្រើនទៀតដែលគេចាប់ទុកថាវាជា preposition ដែលចាប់ទុកថាជា preposition គឺជាធ្នាក់អញ្ចឹងធ្នាក់ស្រួលចំណាំទេខាងលើខាងក្នុងខាងក្រៅបាទនៅឯនៃរបស់អូខេសុទ្ធតែជា preposition អញ្ចឹងប៉ុន្តែ preposition ត្រូវបានគេប្រើក្នុងស្ថានភាពផ្សេងគ្នាជាច្រើនហើយអត្ថន័យវាក៏ផ្សេងដែរអញ្ចឹង preposition ប្រើនៅក្នុងនេះមានអត្ថន័យចេះ preposition ប្រើជាមួយទំនុកនោះមានន័យចុះវិញអញ្ចឹងយើងនឹងសិក្សាពីគ្នាហើយយើងនឹងចំណាំអំពី preposition បាទ on Monday គឺថ្ងៃច័ន្ទបាទអញ្ចឹង on ជា preposition ដែលនៅលើតែប្រើជាមួយនឹង Monday ទៅជាថ្ងៃច័ន្ទវិញបាទអត្ថន័យវាអញ្ចឹងណាគឺមានថាបញ្ជាក់ពីពេលវេលា in the 20th century នៅសតវត្សទី20អញ្ចឹង in នៅខាងក្នុងតែពេលប្រើជាមួយនឹងcentury ដែលជាពាក្យបញ្ជាក់ពេលវេលាវាត្រូវមានន័យថានៅក្នុងសតវត្សទី20 at night នៅឯពេលយប់បាទនៅឯពេលយប់បាទនៅឯបញ្ជាក់ at ប្រើជាមួយនឹង time word បញ្ជាក់ពីពេលវេលាយើងបកប្រែថានៅឯពេលយប់បាទនេះគឺជា summary មួយខ្ញុំចង់បញ្ជាក់ថាតើពាក្យណាខ្លះដែលគេចាប់ទុកថាជា preposition មាន on មាន in មាន at និងមានផ្សេងទៀតណាតើយើងខាងក្រោមទៀតមកគឺថា first they preposition are used with the time word មានដំបូងគេ preposition ត្រូវបានប្រើជាមួយនឹងពាក្យដែលបញ្ជាក់ពីពេលវេលាបាទអញ្ចឹង preposition ត្រូវបានប្រើជាមួយនឹងពាក្យបញ្ជាក់ពេលវេលាពាក្យដែលបញ្ជាក់ពេលវេលាពាក្យខ្លះថ្ងៃច័ន្ទ on Monday Tuesday Wednesday ថ្ងៃអង្គារថ្ងៃពុធ Thursday ថ្ងៃពហុ Friday ថ្ងៃศุក្របាទ Saturday ថ្ងៃសៅរ៍ Sunday ថ្ងៃអាទិត្យគេសិតតែពាក្យដែលប្រើបញ្ជាក់ពីពេលវេលាប៉ុន្តែពាក្យទាំងអស់ហ្នឹងត្រូវការ preposition ដើម្បីមកប្រើជាមួយវាបាទអញ្ចឹងខ្ញុំទីរូបមន្តមួយថាកាលណាដែលគេប្រើ preposition បាទមួយជាមួយនឹង time word ស្មើនឹង adverb of time ចាំណាអ្នកនរគ្នាកាលណា preposition ប្រើជាមួយនឹង time verb បង្កើតបានជាពេលវេលាដែលវាដើរតួនាទីជា adverb of time ដូចជា on ថ្ងៃច័ន្ទ Monday នេះសំទោស on Monday គឺថ្ងៃច័ន្ទ on គឺជា preposition Monday គឺជាពាក្យដើម្បីបញ្ជាក់ពេលវេលាអញ្ចឹងដល់ពេល on Monday នៅឯថ្ងៃច័ន្ទវាស្មើជាមួយនឹង adverb of time មានថាពាក្យហ្នឹងគឺ clear ហ្នឹងfresh ហ្នឹងគឺដើរតួនាទីជា adverb of time ដូចគ្នាដែរ in the 20th century in ជា preposition ហើយខាងក្រោយវាប្រើជាមួយនឹង time word វាបង្កើតបានទៅជា adverb of time បាទគឺជា clear បញ្ជាក់ពីពេលវេលាឬក៏គុណកិរិយាបញ្ជាក់ពីពេលវេលា at night គឺចឹងដែរ at គឺជា preposition ដែលប្រើជាមួយនឹង time word night មានថាប្រើជាមួយនឹងពាក្យដែលបញ្ជាក់ពីពេលវេលាអញ្ចឹងវាដើរតួនាទីជា adverb of បាទវាអញ្ចឹងមានថា preposition ត្រូវបានគេប្រើជាមួយនឹងtime word មានថាពាក្យបញ្ជាក់ពីពេលវេលាបាទអញ្ចឹងវាបង្កើតបានជាclear មួយដែលបញ្ជាក់ពេលវេលាដែលដើរតួនាទីជាគេដែរ adverb of time ហ្នឹងតង់ទី1តង់ទី2 second they are used to show where something or somebody is មានថា preposition ក៏ត្រូវបានគេប្រើប្រាស់ដើម្បីចង្អុលបង្ហាញពីអ្វីមួយឬក៏ម្នាក់នៅកន្លែងណាដែរអញ្ចឹងដូចគ្នាចឹងដែរ preposition
ជាមួយនឹង place verb បាទស្មើនឹង adverb of ស្មើនឹង adverb of place បាទចាំណាកាលណា preposition ប្រជាមួយនឹង place verb បង្កើតបានទៅជា adverb of place បង្កើតបានទៅជា adverb of place គឺជា verb ដែលបញ្ជាក់ពីទីកន្លែងអញ្ចឹងដាក់តួនាទី2 preposition ដែលប្រើជាមួយនឹង time verb បញ្ជាក់ពីពេលវេលាដាក់តួនាទីជា adverb of time preposition ដែលប្រើជាមួយនឹង place verb ពាក្យដែលបញ្ជាក់ពីទីកន្លែងអូខេដើម្បីបង្ហាញអំពីទីកន្លែងអ្វីមួយឬក៏ណាម្នាក់ទីណាបង្កើតបានទៅជា adverb of place អញ្ចឹងដូចគ្នា The plate is on the table ចានសន្លគឺនៅលើតុអញ្ចឹង on the table on គឺជា preposition the table គឺជានាមអញ្ចឹងវាបង្កើតបានទៅជាអីគេដែរ adverb of place ខ្ញុំចាំម្ដងទៀតព្រោះខ្ញុំនិយាយខុស on គឺជា preposition table គឺជានាមដែលបញ្ជាក់ពីទីកន្លែងបង្កើតបានទៅជា adverb of place ដែលបង្ហាញពីទីកន្លែង in ចឹងដែរ in ត្រូវបានគេប្រើជាមួយនឹង place verb ដូចគ្នាបញ្ជាក់ពីទីកន្លែងអញ្ចឹងវាបង្កើតបានទៅជា adverb of place បាទ on the wall នៅលើជញ្ជាំងបាទអញ្ចឹងវាបញ្ជាក់ពីទីកន្លែងអញ្ចឹង the wall គឺជានាមដែលបញ្ជាក់ពីទីកន្លែងដែលប្រើជាមួយនឹង preposition on អញ្ចឹងវាបង្កើតបានទៅជា adverb of place បាទ adverb place គឺជា verb ដែលបញ្ជាក់ពីទីកន្លែងដើរតួនាទីតែមួយអញ្ចឹងខ្ញុំចង់បញ្យល់អ្នកច្បាស់ថា preposition ប្រើជាមួយនឹង time verb បង្កើតបានទៅជា adverb of time ដែលបញ្ជាក់ពីពេលវេលា preposition ប្រើជាមួយនឹង place verb បង្កើតបានទៅជា adverb of place បញ្ជាក់អំពីទីកន្លែងបាទ shirt ទី3 they are used after some adjective បាទថាទី3ហ្នឹងគឺ preposition ក៏ត្រូវបានគេប្រើប្រាស់បន្ទាប់ពី adjective ដែរអញ្ចឹងអ្នកនរគ្នាចាំ preposition មួយចំនួនក៏ប្រើជាមួយ adjective ហើយ preposition ដែលប្រើជាមួយនឹង adjective ហ្នឹងក៏មានអត្ថន័យផ្សេងដែរដូចជា good ល្អទៅពេលទៅជា good at ពូកែខាងបាទបាទនេះ good ល្អ good ត្រូវបានគេប្រើជាមួយនឹង preposition at បោះថាពូកែខាងអ្វីមួយទៅពេល famous តែត្រូវប្រើជាមួយនឹង preposition for មានថាល្បីល្បាញដោយសារតែ something ឬក៏ doing something បាទគេថាល្បីល្បាញខាងអ្វីមួយល្បីល្បាញខាងធ្វើអ្វីមួយអញ្ចឹងចាំណា preposition ដែលប្រើជាមួយ good គឺ at ដែលមានអត្ថន័យផ្សេងគឺពូកែ famous គឺប្រើជាមួយនឹង preposition for បាទ famous ផង preposition for worry គឺជា adjective ដែរដែលប្រើជាមួយនឹង preposition about បាទអញ្ចឹងអ្នកនរគ្នាចំណាំថា preposition worry គឺ about preposition famous គឺ for preposition good គឺ at យើងត្រូវណសំខាន់ថាអត់មាន not ចឹង not good for ទេពូកែខាងគឺអត់មានទេឬក៏ famous with ក៏អត់ដែរមានថាល្បីល្បាញជាមួយក៏អត់ដែរ worry for ក៏អត់ដែរគឺអ្នកនរគ្នាទៅចំណាំគុណនាមប្រភេទណាដែលប្រើជាមួយនឹង preposition ប្រភេទណាមិនអាចចេះតែលីឡំប្រើតាមការនឹកឃើញរបស់យើងទេចង់បញ្ជាក់អញ្ចឹងមិនអាចចេះតែប្រើតាមការនឹកឃើញរបស់យើងថ្ងៃនេះខ្ញុំចង់ប្រើ preposition នេះខ្ញុំចង់ប្រើ preposition នោះអត់ទេគឺអ្នកនរគ្នាត្រូវ take note គឺត្រូវ take note នៃការចំណាំដោយខ្លួនឯងអំពីការប្រើប្រាស់របស់វាកុំឲ្យបកកាកុំឲ្យខុសឆ្គងបាទអញ្ចឹងយើងចំណាំណា preposition ដែលប្រើជាមួយនឹង time verb បង្កើតបានទៅជា adverb time ដែលបញ្ជាក់ពេលវេលា preposition ប្រើជាមួយនឹង place verb បង្កើតបានជា adverb of place បញ្ជាក់ពីទីកន្លែងហើយទី3គឺ adjective ប្រើជាមួយនឹង preposition បាទអញ្ចឹង adjective ដែលប្រើមួយ preposition អ្នកនរគ្នាត្រូវតែចំណាំថា adjective នោះប្រើជាមួយនឹង preposition ប្រភេទណាដូចជា good good at famous famous for worry worry about បាទទី4គឺ they are used after some word មានថាទី4ហ្នឹងក៏ត្រូវបានគេប្រើប្រាស់បន្ទាប់ពីកិរិយាសព្ទមួយចំនួនដែរបាទអញ្ចឹង preposition អាចប្រើជាមួយនឹងអីគេដែរប្រើជាមួយនឹងកិរិយាសព្ទមួយpreposition ក៏ប្រើជាមួយនឹង word មួយចំនួនដែរដូចជា listen to ស្ដាប់ I'm listen to music ខ្ញុំស្ដាប់តន្ត្រី
ចឹង listen គឺជាកិរិយាសព្ទដែលត្រូវតែប្រើជាមួយនឹង preposition to បើអត់ប្រើវាទេគឺអត្ថន័យហ្នឹងគឺអត់ប្រកល់ទេហើយគឺខុសតែម្ដងគឺខុសគឺ not យើងថា not listen អាចនិយាយថា not listen វា use បានទេគឺអត់ចឹងបានទេគឺអត់ទេគឺ listen គឺ listen to listen គឺ listen to ណា listen គឺ listen to អត់មាន listen something ទេអត់ទេ wait ចឹងដែរ wait អត់មាន wait somebody ទេគឺ wait for គឺ wait for somebody បាទគឺ wait for somebody បាទទៅពេល borrow ចឹងដែរ borrow ខ្ចី borrow នោះគឺខ្ចីមានន័យថា borrow money from ខ្ចីលុយពីនរណាម្នាក់អត់ឯងនិយាយថា not borrow អឺ borrow ខ្ញុំដាក់ចុចមួយហើយ for ទេគឺអត់ទេគឺអត់មានចំណុចខាងគឺអត់មានទេគឺអត់មាន for ទេគឺក៏អត់មាន add មាន in មានអីទេគឺអត់ទេគឺប្រើជាមួយនឹង from borrow from បាទ borrow from wait for listen to បាទនេះគឺជាក្បួននៃការប្រើក្នុង preposition បាទខ្ញុំស្គាត់ធ្ងន់ណាស់អ្នកនរនេះចេះអ្នកនេះចេះតែនាំគ្នាសម័យថាងឲ្យតែឃើញ in ឃើញអត់ឃើញអានចេះតែប្រើអត់ទេក្នុងភាសាអង់គ្លេសគឺមានក្បួនខ្នាតរបស់វាពេលស្គាល់ភាសាអង់គ្លេសយើងរៀនគឺយើង take note អញ្ចឹងដូចជា listen អញ្ចឹងស្ដាប់ទៅពេលស្ដាប់ណាម្នាក់អត់មានប្រភេទថា listen somebody គឺ listen to អញ្ចឹងគេថាសំត្រូវប្រើជាមួយនឹង preposition to ហើយអត់ប្រើមួយ preposition ផ្សេងទៀតទេដូចជា wait for somebody I mean wait somebody wait into somebody ក៏អត់ដែរគឺអត់មានទេគឺទម្រង់គឺគេកំណត់ឲ្យពួកយើងថាការសិក្សាទៅលើទម្រង់វិជ្ជាករភាសាអង់គ្លេសយើងត្រូវរៀនពី natural ពីធម្មជាតិដែលបានបង្កើតជាភាសាអង់គ្លេសអញ្ចឹងយើងត្រូវរៀនឃ្លាខ្លះយើងត្រូវចំណាំតែម្ដងបាទយើងតមកទៀតមក 54 they are used after some words បាទ preposition ក៏ត្រូវបានគេប្រើប្រាស់បន្ទាប់ពីនាមផងដែរបាទនាមផងដែរដូចជា trouble វាគឺជានាម trouble គឺជានាមអញ្ចឹងឲ្យរូបមន្តមួយមានន័យថានាមក៏អាចប្រើជាមួយ preposition ដែរ noun អឺបូកជាមួយនឹង preposition បាទ noun បូកជាមួយនឹង preposition noun ជាមួយ preposition បាទអញ្ចឹងដូចជា trouble with បាទបញ្ហាជាមួយបាទនាងមានបញ្ហាជាមួយនឹងការចងចាំអឺពាក្យពេចន៍ថ្មីជាច្រើនបាទអញ្ចឹងកាលណាប្រើ trouble គឺប្រើជាមួយនឹង preposition with ដើម្បីបញ្ជាក់ clear ហ្នឹងឲ្យច្បាស់បន្ថែមទៀតថាបញ្ហាជាមួយនរណាជាមួយនឹងការចងចាំអីចឹងទៅអញ្ចឹង noun គឺឈរនៅគេណាបាទ noun គឺឈរនៅពីមុខ preposition គឺឈរនៅខាងក្រោយ noun បាទចឹងនឹងចំណាំ preposition គឺឈរនៅខាងក្រោយ noun ហើយចុងក្រោយគឺ finally they are used in a certain phrase ចុងក្រោយគឺ preposition ត្រូវបានគេប្រើក្នុង clear ដ៏ជាក់លាក់ច្បាស់លាស់ clear ជាក់លាក់ច្បាស់លាស់នោះគឺគេចង់បញ្ជាក់ពី about time មានន័យថាឡានក្រុងនឹងមកដល់នៅចុងទីនៅចុងនៅចុងបញ្ចប់នេះអញ្ចឹងមានន័យថា certain phrase ហ្នឹង clear យ៉ាងច្បាស់គឺ clear ដែលបញ្ជាក់អំពីប្រយោគថាច្បាស់លាស់ថាឡានក្រុងបានមកដល់កន្លែងណាមកដល់ពេលណាបាទនៅឯទីបញ្ចុងបញ្ចប់នៅឯទីចុងបញ្ចប់នេះឡានក្រុងក៏បានមកដល់បាទនេះបញ្ជាក់ clear ថាឡានក្រុងនោះបានមកដល់នៅទីចុងបញ្ចប់អញ្ចឹងវាសិស្សសង្ឃថាបញ្ជាក់អំពីបាទវាអាចបញ្ជាក់ពីពេលវេលាក៏បានវាអាចបញ្ជាក់ពីទីតាំងកន្លែងក៏បានដែរឬក៏បញ្ជាក់ពីស្ថានភាពមួយដែលច្បាស់លាស់បាទខ្ញុំចង់បញ្យល់អញ្ចឹង preposition ដែលប្រើជាមួយនឹងនាមណាមួយអាចបញ្ជាក់អំពីគ្នាណាដែលច្បាស់លាស់បាទ She arrived just in time for the film នាងបានមកដល់ទាន់ពេលវេលាសម្រាប់ការមើលខ្សែភាពយន្តបាទអញ្ចឹងដូចគ្នាអញ្ចឹងខ្ញុំចង់បញ្យល់ថាអានេះគ្រាចុងក្រោយគេនេះក៏ប៉ុន្តែកាលណា preposition ប្រើជាមួយនឹងtime phrase បាទកាត់បានទៅជា verb of time បាទ verb of time អញ្ចឹងដូចគ្នាអញ្ចឹងដែរណាដូចគ្នាអញ្ចឹងដែរបាទដូចគ្នាអញ្ចឹងដែរ
តែក្នុងស្ថានភាពនេះគេបំលែងថាវាឲ្យវាច្បាស់លាស់បន្ថែមទៀតណាថាពេលវេលាច្បាស់ទីកន្លែងណាដែលច្បាស់លាស់តែប៉ុណ្្នឹងឯងប៉ុន្តែវាតែមួយទេអ្នកនរគ្នាតែមួយទេបើសិនបើ present simple ជាមួយនឹង time word គឺបញ្ជាក់អំពីពេលវេលានៅពេលដែល present simple ជាមួយនឹងplace word គឺបញ្ជាក់ពីទីកន្លែងច្បាស់ដូចគ្នាបាទអញ្ចឹងយើងចាំ preposition យើងចាំបើ preposition ប្រើជាមួយនឹង time word preposition ហ្នឹងដើរតួនាទីជា verb of time ដែលបញ្ជាក់ពីពេលវេលា preposition ដែលប្រើជាមួយនឹង place word បញ្ចាំពីទីកន្លែងដើរតួនាទីជា verb of place បាទហើយមួយទៀត adjective ប្រើជាមួយនឹង preposition គឺវាមានអត្ថន័យផ្សេងប៉ុន្តែត្រូវចាំថាមិនឃ្លោឃ្លៀងអស់អត្ថន័យផ្សេងទេ preposition សំដៅ adjective ដែលប្រើជាមួយនឹង preposition អញ្ចឹងទៅចំណាំថាតើ preposition មួយណាដែលប្រើជាមួយ adjective ប្រភេទណាมันអាចចិត្តតែប្រើលាយឡំចូលគ្នាទេ verb ប្រើជាមួយនឹង preposition the same ដូចគ្នាបើសិនបើ verb ប្រើជាមួយនឹង preposition ត្រូវចំណាំថាតើ preposition ណាប្រើជាមួយនឹង verb មួយណាហើយចុងក្រោយគឺ preposition គឺឈរនៅខាងក្រោយនាមជានិច្ចហើយបញ្ជាក់ចុងក្រោយគេកន្លែងនេះបញ្ជាក់អំពី clear យ៉ាងច្បាស់លាស់មានថា preposition ប្រើជាមួយ clear ណាក៏ដោយបញ្ជាក់ពីពេលវេលាក៏ដោយបញ្ជាក់ពីទីតាំងកន្លែងណាវានឹងបង្ហាញពីអ្វីដែលជាក់លាក់អញ្ចឹងកន្លែងនេះបើនិយាយសាមញ្ញទៅអត់ក៏បានក៏មានក៏បានព្រោះយើងបញ្ជាក់ពីខាងលើហើយ preposition ប្រើជាមួយ time verb preposition ប្រើជាមួយនឹង place verb preposition ប្រើជាមួយនឹងអីគេដែរadjective preposition ប្រើជាមួយនឹង verb ហើយ preposition ប្រើជាមួយនឹង noun បាទថ្ងៃនេះគ្រូមានប៉ុណ្ណឹងបើសិនមកអ្នកគ្នាមានចម្ងល់អីអ្នកគ្នាអាច comment មកគ្រូឬក៏សួរបញ្ហាបន្ថែមគ្រូមានប៉ុណ្ណឹងអរគុណច្រើន